សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដាក់នេះបងប្អូននេះដាក់នេះក៏ហៅស្អីទេបងប្អូនកបាំងមុខកុងទ័របងប្អូនហ្នឹងហើយមើលឃើញទេណាដាក់នេះដាក់មុខនេះបងប្អូនណាដាក់ខាងមុខនេះវាងឹតបងប្អូនកំតោះផងវាងឹតព្រោះមិនទៅទុំបងប្អូនយកនេះដាក់តាំងកាពិតទៅខ្ញុំដាក់ពីមុនម្ដងហើយបងប្អូនបណ្ដៃដោះចេញបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើដំណើរទៅឆ្ងាយយើងត្រូវដាក់វាដើម្បីការពារកុំឲ្យនេះបងប្អូននេះកុំឲ្យវាទៀតដុំថ្មដុំអីត្រូវកុងទ័រវាបងប្អូនហ្នឹងនេះទឹកដាក់បែបនេះមកណាដាក់ទៅរឿងលយយ៉ាងដែរប៉ុន្តែចេះវារឿងវាលបន្តិច steel តែបើយើងអត់ដាក់គ្រឿងជីក្លោឆ្ងាយវាអត់មានបញ្ហាកុងទ័រនេះបងប្អូនណាព្រោះធ្លាប់មានដុំថ្មទៀតចំអានេះបងប្អូនណាអញ្ចឹងដាក់នេះទៅដើម្បីការពារអានេះបងប្អូនណាដឹងហៅស្អីគេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំហៅថាកបាំងមុខអញ្ចឹងបងប្អូនហ្នឹងហើយកបាំងមុខភាសាថៃគេហៅអីឈីវណាអញ្ចឹងបងប្អូនភាសាខ្មែរយើងគេហៅកបាំងមុខអញ្ចឹងបងប្អូនហើយបងប្អូនណាដឹងប្រាប់ខ្ញុំផងថាហ្នឹងគេហៅអីគេហើយសម្រាប់នេះ NCX នេះខ្ញុំដោះពីម៉ូតូចាស់មុនបងប្អូនម៉ូតូចាស់មុនគឺ Honda Dream ណាបងប្អូនវាខូចអាវបាក់អាវទៅក៏ខ្ញុំដោះមកបិទលេងហ្នឹងទៅបងប្អូនហ្នឹងនេះ sticker បិទលេងហើយអានេះតែក៏ប៉ុតទៅវាពណ៌នេះបងប្អូននេះពណ៌លឿងទេប៉ុន្តែខ្ញុំបាញ់ថ្នាំខាងក្នុងហើយខាងក្រៅនេះខ្ញុំបិទស្កុតអញ្ចឹងយើងទៅមើលពីសកម្មភាពយើងដាក់ទាំងអស់គ្នាបងប្អូនណាតាមនេះសិនហើយចាំខ្ញុំដាក់ចូលទីសិនហើយក៏ប៉ុតទៅអានេះយើងទិញដាក់មកឈុតបោវានោះយើងមកចង់ទិញសិនមកហើយយើងដាក់កបាំងមុខបងប្អូនណាដឹងហៅអីគេខ្ញុំអត់ដឹងទេប៉ុន្តែហៅតែកបាំងមុខទៅមកចាំជិះសិនហើយយើងដាក់នេះកបាំងមុខភាសាខ្មែរនឹងហៅទេបងប្អូនដឹងអាចខមមិនខាងក្រោមអូននេះផងដើម្បីខ្ញុំដល់មតិយោបល់ខ្ញុំផងបងប្អូនដឹងថានេះគេហៅអីទេដាក់បែបហ្នឹងងាយទៅដាក់ហ្នឹងឃើញឲ្យវាស្អាតបងប្អូនដើម្បីការពារកុងទ័រវាផងខ្ញុំទស្សនាពីសកម្មភាពដាក់ទាំងអស់នេះសម្រាប់បាំងមុខនេះខ្ញុំទិញពីប្រទេសថៃទេបងប្អូនទិញតាំងពីឆ្នាំ2019ទិញប្រហែលជា900 បាតអត់ទេ900 បាតទិញឈុតជាមួយនេះមើលអត់សូវឃើញព្រោះមិនល្ងឹតមិនទុំបាក់ទេ
đã bay cà phê cùng tớ bằng ôn còn dương chỉ lâu ngá dương là đạn năng tế tiết cru tiết ấy móc bột cùng tớ bài chuột luộc tiết cru cru có bằng ôn hình tàu bằng tinh cuối chúng tao về tiết mò máu trong cùng tớ nâng bay tại bài tế con này trong tớ bằng ôn nói chung với cá đã vinh phải làm nạp lâu ngày cà phê việc làm mọi bài công tờ làm muối chui bàn là thì làm muối cho cái dạng đã tâu với còn bị sạch đó không mà tâu bị sạch bây giờ đây đã tâu nhưng bao trên nhà xa tạiបងប្អូនក្រោយពីដាក់រួចបែបនេះនេះមកបែបនេះគឺរៀងកាចម្យ៉ាងដែរហើយវាអាចជួយការពារបានកុងទ័រនេះបងប្អូនណាព្រោះខ្ញុំធ្លាប់ដោះកាលមុនបងប្អូនដោះចេញទៅជីកទៅឆ្ងាយវាទៀតដុំថ្មមកចំកុងទ័រហ្នឹងវាប្រេះកន្លែងណាទេនេះបងប្អូនស្នាមនេះស្នាមដុំណានេះភ្លេចទៅទៀតមកពើងចំហ្នឹងបងប្អូនអញ្ចឹងអានេះអាចជួយការពារបាន90%ពេលដែលដុំថ្មទៀតមកគឺប៉ះហ្នឹងទៅវាអត់ចំកុងទ័រទេអញ្ចឹងវាមានអត្ថប្រយោជន៍ជួយការពារកុងទ័រហើយមួយទៀតគឺវាដាក់ទៅវាមុខកាយស្អាតម្យ៉ាងដែរបងប្អូនហើយអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេគ្រាន់តែមកដាក់គេហៅថាកំបាំងមុខដើម្បីការពារកុងទ័រហើយព្រោះខ្ញុំពីមុនខ្ញុំដោះចេញហ្នឹងបងប្អូនដោះចេញដើម្បីឲ្យវារៀងវាអញ្ចឹងណាដល់ពេលដោះចេញទៅវាមានអាដុំគ្រូនោះវាលោតមកបុកកុងទ័រនេះពួកខ្ញុំទៅលេងបឹងកពីងពួយកាលមុនណាបងប្អូនហ្នឹងហើយផ្លូវមានគ្រូក្រហមពួកអីចឹងណាហើយเราដាក់វិញហើយដាក់ហើយមើលមុខកាចបងប្អូនមុខកាចហ្នឹងមុខវាស្អាតដាក់ស្អាតដែរមុខកាចជាងមុនមុខវាស្លូតទៅដាក់ទៅមុខកាចបដ ហើយបញ្ជាក់ម្ដងទៀតអា NCX នេះខ្ញុំដោះពីម៉ូតូ Honda ព្រមម៉ូតូ Honda វាបែកអាវអញ្ចឹងដូរអាវថ្មីវាសល់អាហ្នឹងដោះមកប៉ែកវាលេងបងប្អូនហ្នឹងហើយប៉ែកវាលេងទៅមើលស្អាតយ៉ាងដែរនេះរូបរាង MT នេះឆ្នាំ 2020 ឥឡូវ 2025 ហើយអាយុកាលវា 5 ឆ្នាំហើយប៉ុន្តែនៅស្អាតបងប្អូនណាបងប្អូនអាចមើលម៉ាស៊ីនវាបាននៅសស្គូតែម្ដងណាប៉ុន្តែពុំសម្ាំងវារៀងក្រហមទៅហើយព្រោះធម្មតាកន្លែងហ្នឹងវាក្តៅខ្លាំងយើងជិះផ្លូវឆ្ងាយក្តៅខ្លាំងបងប្អូននេះរូបរាងរបស់វាមិនចេះបងប្អូន 5 ឆ្នាំហើយមិនចេះជិះទៅណាគេថាដែរថាមិនចេះហើយសួរទិញប្រហែលអីម៉ានអញ្ចឹងហើយទិញឆ្នាំណាអញ្ចឹងបងប្អូន ថាខ្ញុំទិញ 5 ឆ្នាំហើយគាត់ថាទិញបានឆ្នាំអីក៏នៅថ្មីម្ល៉េះអញ្ចឹងបងព្រោះយើងជិះថែជិះផ្លូវឆ្ងាយបងប្អូនប៉ុន្តែយើងថែបងប្អូនថែជិះផ្លូវឆ្ងាយម្ដងម្កាលអញ្ចឹងណាតែចិត្តយើងមិនសូវជិះប្រហែលទេប៉ុន្តែយើងជិះផ្លូវឆ្ងាយដូចជាទៅភ្នំ 1005 ហើយហៅភ្នំតុងអាំងខេត្តពោធិ៍សាត់បឹងកពីងពួយខេត្តពោធិ៍សាត់សៀមរាបម្ដងហ្នឹងហើយអញ្ចឹងខ្ញុំនៅបាត់ដំបង ចឹងជីនឹងទៅឆ្ងាយបងប្អូនណាចឹងជីទៅឆ្ងាយរៀងស្រួលដែរបងប្អូនព្រោះអីធម្មតាម៉ូតូធំបងប្អូនដឹងហើយសិនតែមានឡានមានអីវ៉ាចឹងមកយើងវាអត់សូវមានអារម្មណ៍ថាភ័យទេ
បើសិនជាសងបងប្អូនខ្ញុំធ្លាប់ជាសងពីផ្លូវឆ្ងាយពេលឡានធំធំវ៉ាទៅមានរងថាភ័យចោលបក់មកភ័យផើបងប្អូនណាប៉ុន្តែសម្រាប់ពួកតូធំនេះពីជីផ្លូវឆ្ងាយទៅអត់មានអារម្មណ៍ភ័យបងប្អូនឡានធំមកប៉ុណ្ណាមកវឹងក៏យើងធ្វើធម្មតាដែរព្រោះវាអត់មានអារម្មណ៍ថាបាសទៅឲ្យយើងមានអារម្មណ៍ថាផើបងប្អូនណាអញ្ចឹងគឺអត្ថប្រយោជន៍វាគឺសម្រាប់តូធំគឺបែបហ្នឹងប៉ុន្តែសម្រាប់បញ្ហាដែលយើងជួបបញ្ហានោះគឺត្រូវតែអ្នកដែលចង់ជិះម៉ូតូធំត្រូវតែធ្វើបានបើបអញ្ចឹងបងប្អូនណាអញ្ចឹងវាមានគុណវិបត្តិវាកន្លែងហ្នឹងតែគុណសម្បត្តិរបស់វានោះគឺវាស្រួលជិះផ្លូវឆ្ងាយស្រួលប៉ុន្តែស្រួលសម្រាប់បងប្អូនដែលគាត់ចេះជិះណាតែគាត់អត់ចេះជិះគឺពិបាកដូចគ្នាទេណាតែសម្រាប់ខ្ញុំស៊ាំហើយជិះផ្លូវឆ្ងាយស្រួលសម្រាប់ខ្ញុំប៉ុន្តែខ្ញុំអាយុរឿងច្រើនប៉ុន្តែស្រឡាញ់ម៉ូតូធំហ្នឹងបងប្អូនហ្នឹងហើយសម្រាប់ម៉ូតូនេះក៏វាមិនធំណាស់ណាដែរកម្លាំងវា 155cc ទេប៉ុន្តែវាមានระบบ VVA ដែរបងប្អូនធ្វើឲ្យវាស្ទុះខ្ញុំគិតថាវាស្ទុះជាង Honda CB ព្រោះខ្ញុំសាក់ធ្លាប់សាក់ Honda CB 150ហើយរឿងស្ពឹកជាងនេះអានេះរឿងស្ទុះជាងពីហត់ថាយើងឈប់កន្លែងភ្លើងស្តុបដូចគ្នាអានេះស្ទុះវឹង Honda CB អត់ស្ទុះទេហ្នឹងហើយស្ទុះជាងបន្តិចអញ្ចឹងកម្លាំងវាក៏លើស Honda CB ដែរ Honda CB កម្លាំង149ទេបងប្អូនតែអានេះគឺ155ពេញកម្លាំងវាបងប្អូនអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេហើយសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមបងប្អូនថ្មីចូលមកកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងម្នាក់មើលផងបងប្អូនហ្នឹងហើយបងប្អូនកុំភ្លេចជួយតាមដានគ្រប់វីដេអូរបស់ខ្ញុំបាទផងដើម្បីផ្ដល់ជាកម្លាំងចិត្តខ្ញុំបាទធ្វើវីដេអូថ្មីទាក់ទងនឹងម៉ូតូគ្រប់ប្រភេទរបស់ណាមិនថាម៉ូតូវេវម៉ូតូសង់ម៉ូតូធំអីទេcònខ្ញុំធ្វើបង្ហាញបងប្អូនដើម្បីបងប្អូនទស្សនាដែរបងប្អូនហ្នឹងអញ្ចឹងវីដេអូនេះតែប៉ុណ្្នឹងទេចុងក្រោយសូមអរគុណនិងសូមជម្រាបលា